តើកម្មវិធី EBC នឹងមានពិតឬយ៉ាងណាបាទខ្ញុំឃើញនៅមានបងប្អូនមួយចំនួនគាត់នៅតែមិនទាន់ជឿជាក់ឬក៏មិនទាន់ស្គាល់ពីកម្មវិធី EBC គាត់តែ comment សួរថាតើកម្មវិធីនឹងមានពិតឬក៏អត់ទេតាមពិតកម្មវិធី EBC គឺមានពិតបងប្អូនអាចឆែកនៅក្នុង website របស់ USCIS បានកម្មវិធីនេះគឺគេបានបង្កើតឡើងនៅក្នុងថ្ងៃទី29ខែវិច្ឆិកាឆ្នាំ1990ដោយ US Congress បាទហើយបានចុះហត្ថលេខាដោយលោក George H.W. Bush អញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាកម្មវិធី EBC នឹងមានពិតឬយ៉ាងណាបងប្អូនអាចឆែកនៅក្នុង website USCIS បានឬក៏បងប្អូនគ្រាន់តែវាយពាក្យ EB3 program EB3 visa បងប្អូនអាចនឹងឃើញហើយជាពិសេសនៅលើបណ្ដាញសង្គម Facebook ហើយក៏មានបងប្អូនយើងមួយចំនួនដែលគាត់បានទៅដល់សហរដ្ឋអាមេរិកតាមរយៈកម្មវិធី EBC នឹងរួចហើយបងប្អូន search មើលទៅដាក់ថា EB3 program EB3 visa អញ្ចឹងទៅឲ្យតែមានពី EBC បងប្អូននឹងឃើញបងប្អូនដែលគាត់បានដាក់ហើយគាត់បានទៅដល់អាមេរិកគឺគាត់បានចែករំលែកមកខ្ញុំឃើញច្រើនមែនទែនគឺគាត់បានចែករំលែកថាគាត់បានទៅដល់សហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 អញ្ចឹងដើម្បីកុំឲ្យបងប្អូនឆ្ងល់បងប្អូនបារម្ភបងប្អូនអាច search ក៏បាននៅក្នុង Facebook ក្នុង Google ក្នុង YouTube ក៏បងប្អូនអាច search បានដែរមានទាំងបងប្អូនខ្មែរយើងជាសាក្សីដែលគាត់បានទៅដល់ផ្ទាល់មានទាំងនៅ website របស់ក្រសួងអន្តរជាតិអាមេរិកដែលបងប្អូនអាចឆែកមើលបានបាទអញ្ចឹងសូមបញ្ជាក់ឡើងវិញថាកម្មវិធី EB3 គឺជាកម្មវិធីមានពិតបាទតាំងពីឆ្នាំ1990មកម្លេះបាទអញ្ចឹងសូមអរគុណបើសិនបងប្អូនមានចម្ងល់ឬក៏ចាប់អារម្មណ៍ទាក់ទងនឹងកម្មវិធីសូមទាក់ទងមកខ្ញុំបាទផ្ទាល់បានបាទ